បងឯងថាលុយមិនអាចដោះលុយបានប៉ុន្តែគេមកទារលុយទាំងព្រឹកទាំងល្ងាចមានអ្នកតេហងអីហងហើយខ្ញុំគួរធ្វើម៉េចបាទតើបងប្អូនប្រមាណអ្នកដែលគេទារព្រឹកទារល្ងាចហើយឥឡូវហ្នឹងគិតថាចង់យកលុយដោះលុយទៀតចង់ដឹងថាគេដោះស្រាយមិនបើមិនឲ្យយកលុយដោះលុយទេពួកគេរករឿងគេទារបាទអញ្ចឹងនេះគឺជាសំណួរមួយដែលភរិយារបស់ខ្ញុំលើកឡើងអញ្ចឹងបើសិនជាបងប្អូនស្ថិតនៅក្នុងចំណុចនេះបងប្អូនអាច comment ប្រាប់ខ្ញុំបានទេថាសវត្ថខ្ញុំជាប់បញ្ហាហ្នឹងដែរតាឥឡូវខ្ញុំចង់ដោះបាទដើម្បីខ្ញុំបានដឹងខ្ញុំតាក់ទងទៅនិយាយអំពីដំណើរការក្នុងការដោះស្រាយប៉ុន្តែមុននឹងចូលទៅក្នុងសាច់រឿងប្រធានបទរបស់យើងខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះៗសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបាទឈ្មោះមានសវត្ថភរិយារបស់ខ្ញុំឈ្មោះឈើសៃផាពួកយើងធ្លាប់ជាប់បំណុល$40000យើងបានខ្ចីលុយគេ$5000នៅឆ្នាំ2015យកទៅបើកលក់ម៉ាស៊ីនត្រជាក់នៅគល់ស្ពានភ័យសំរោងកែងកាកបាទក្រហមនៅក្នុងក្រុងតាខ្មៅប៉ុន្តែជាអកុសលក៏មិនបានជោគជ័យអ្វីនោះទេគឺក៏យើងខ្សែធនបាត់អាជីវកម្មនឹងត្រឡប់ទៅវិញប៉ុន្តែនៅពេលដែលយើងបាត់ហើយយើងសល់បំណុលយើងប្រឹងប្រែងរហូតដល់ឆ្នាំ2019គាំងខ្លាំងដល់ថ្នាក់រត់ចោលស្រុកបាទអញ្ចឹងយើងជាបុគ្គលដែលធ្លាប់រត់ចោលស្រុកទៅធ្វើជាពលករចំណាក់ស្រុកនៅក្នុងប្រទេសថៃអញ្ចឹងនៅពេលដែលយើងបានទៅធ្វើការនៅក្នុងប្រទេសថៃជាអកុសលមិនធ្វើបានយូរទេក៏យើងត្រឡប់មកវិញដោយសារតែយើងទៅមិនទទួលបានដោយការរំពឹងគិតរបស់យើងអញ្ចឹងក៏យើងសម្រេចចិត្តត្រឡប់មកវិញនៅពេលដែលយើងត្រឡប់មកវិញក៏យើងទទួលការជួបជាមួយនឹងដុកទ័របំណុលគឺលោកគ្រូសៀសផលលោកគ្រូសៀសផលគឺជាបុគ្គលម្នាក់ដែលបានជួយយើងទាំងក្រុមគ្រួសារឲ្យដោះបំណុលត្រឹមតែពេលមួយខែទេបាទហើយប្រាប់យើងឲ្យចងក្រងរូបមន្តទាំងអស់ធ្វើជាវគ្គសិក្សាធ្វើជាសភៅដើម្បីចែកចាយទៅដល់មនុស្សដទៃទៀតមានមនុស្សច្រើនណាស់ដែលបានយករូបមន្តក្បួនរបស់យើងទៅយកទៅមើលយកទៅធ្វើក៏ទទួលបានដំណោះស្រាយបើបងប្អូនចង់ឃើញលំអិតបងប្អូនអាចចុចចូលទៅក្នុង link Telegram របស់យើងមួយដែលបានដាក់សាកសីសម្ដីពិតៗរបស់ពួកគាត់ដែលគាត់រៀបរាប់ពីបញ្ហារបស់ពួកគាត់លំបាកហើយគាត់ទទួលបានដំណោះស្រាយបងប្អូនអាចចុចចូលទៅមើលក្នុង group Telegram របស់យើងបានអញ្ចឹងត្រឡប់មកសាច់រឿងប្រធានបទរបស់យើងវិញដែលនិយាយថាបើមិនឲ្យយកលុយដោះលុយតើគួរធ្វើយ៉ាងម៉េចបើគេតេទាព្រឹកល្ងាចបាទគេមកដល់ផ្ទះព្រឹកល្ងាចហើយអញ្ចឹងយើងគួរធ្វើម៉េចបាទនេះគឺជាសំណួរមួយដែលក្តៅកគុកអ្នកដែលមានបញ្ហាបំណុលបានយល់អ្នកឈឺដូចគ្នាបានជួបកន្លែងនេះបាទបងប្អូនបងប្រុសបងស្រីខ្ញុំលើកទឹកចិត្តបងប្រុសបងស្រីពិចារណាបន្តិចថាអូខេខ្ញុំទទួលស្គាល់ថាគេតេទទួលស្គាល់ថាគេមកទាហេតុអីបានគេមកទាគឺគេចង់បានការប្រាក់គេចង់បានលុយគេត្រឡប់ទៅវិញអញ្ចឹងប្រសិនបើគេចង់បានគឺជាបញ្ហានៃបំណុលមិនមែនយើងទៅបង្កើតបំណុលថ្មីមួយទៀតដើម្បីយកជូនពួកគាត់ហើយយើងគិតថារួចទេបាទសំណួរសួរថាយើងមិនសងគាត់មិនមែនមិនសងទេគឺយើងត្រូវរកដំណោះស្រាយជាមួយគាត់មិនមែនយើងទៅបង្កើតបំណុលថ្មីទៀតដើម្បីយកមកឲ្យគាត់ហើយខែក្រោយយើងមានបញ្ហាកាន់តែច្រើនទេនេះគឺជារឿងមួយដែលការព្យាបាលខុសរបៀបអញ្ចឹងហើយបានខ្ញុំតែងតែនិយាយនៅក្នុងវីដេអូជាច្រើនថាបំណុលគឺមានជំងឺបើសិនជាបងប្អូនឈឺក្បាលបងប្អូនត្រូវប្រកាសថាបងប្អូនឈឺក្បាលដោយសារអីអញ្ចឹងបងប្អូនគិតមើលបើបងប្អូនស្អែកទៅខ្ចីគេខានស្អែកបងប្អូនទៅខ្ចីគេអញ្ចឹងក្នុងរយៈពេលមានបញ្ហាហ្នឹងគិតតែបង្កើតបញ្ហារហូតដូចជាយើងទៅទិញតកកស្អំខុសអញ្ចឹងទៅទិញតកកស្អំហើយគឺស្ពឹកហើយអស់តែពីតកកហ្នឹងគឺឈឺទៀតនេះគឺជាចំណុចមួយដែលនិយាយអំពីការយកលុយដោះលុយបាទអញ្ចឹងលុយมันអាចដោះស្រាយបញ្ហាលុយបានទេមានតែយុទ្ធសាស្ត្រចិត្តសាស្ត្រក្នុងការដោះស្រាយទេហេតុអីបានខ្ញុំនិយាយអញ្ចឹងពួកខ្ញុំធ្លាប់បានឆ្លងកាត់ដែរខ្ញុំមានអ្នកជំនាញប្រាប់ថាលុយមិនអាចដោះស្រាយបញ្ហាបានទេអញ្ចឹងនៅពេលដែលខ្ញុំបានដឹងពីរឿងទាំងអស់ហ្នឹងទើបធ្វើឲ្យខ្ញុំមានសេរីភាពហើយបងប្អូនដទៃទៀតដែលគាត់បានដឹងគាត់អនុវត្តតាមក្បួនរូបមន្តរបស់ខ្ញុំក៏គាត់មានសេរីភាពដែរអញ្ចឹងបើសិនជាបងប្អូនចង់បានរូបមន្តរបស់ខ្ញុំបងប្អូនអាចតាក់ទងមកខ្ញុំបានតាមរយៈលេខ096 638គាត់យើងមានទទួលការប្រឹក្សាពីរឿងបំណុលអញ្ចឹងកុំអស់សង្ឃឹមរឿងបំណុលយើងមានដំណោះស្រាយបាទ